Bà sụt xuống đây cònទាំងអស់គ្នាអូខេអញ្ចឹងថ្ងៃនេះយើងមកមើលទីផ្សារមាសទាំងអស់គ្នាអញ្ចឹងយើងឃើញពីរថ្ងៃហ្នឹងគឺមាសឡើងខ្លាំងបាទមាសឡើងខ្លាំងហើយអញ្ចឹងប្រហែលជាបងប្អូនយើងមួយចំនួនគាត់បានចំណេញហើយក៏មួយចំនួនគាត់ខាតបាទអញ្ចឹងវាមានចំណេញមានខាតហ្នឹងហើយអញ្ចឹងហ្នឹងហើយដូចអ្វីដែលយើងបានវិភាគកាលពីដើមសប្តាហ៍អញ្ចឹងបាទមាសគឺយើងគឺមានទំនោរឡើងវិញបាទដោយសារតែវាបាទបែកនៅក្នុងនេះបាទមកយើងមើល trend line ណាឥឡូវការអានសប្តាហ៍យើងវិភាគនៅត្រឹមកន្លែងនេះបាទយើងវិភាគថាវាអាចនឹងឡើងទៅចូល daily ឡើងតាក់ daily set ហ្នឹងហើយជាគិតថាវាយ៉ាងហោចណាស់ក៏វាទៅយកទាន daily នេះដែរបាទតែឥឡូវវាបានបែកហើយអញ្ចឹងបន្ទាប់វាបែកបកគោល daily ហើយទៅក៏បែក trend line មួយនេះបាទអញ្ចឹងមាននេះគឺមានឱកាសភាគរយច្រើនបាទគឺវាឡើងទៅលើបន្តទៀតហ្នឹងហើយអញ្ចឹងបងប្អូនដែលគាត់ sell គួរតែប្រយ័ត្នបាទកុំព្យាយាម sell អីបាទព្រោះអានេះបាទគឺអានេះ4ម៉ោងណា trend line 4ម៉ោងអញ្ចឹងយើងឃើញវា sideways ប៉ះចំណុចresistance trend line នេះច្រើនដងដែរបាទយើងឃើញអញ្ចឹងបែកម្ដងនេះបាទគឺវាអាចមានឱកាសទៅដល់បាទទី1អាច4220ជាងនេះបាទទី2អាចដល់4400បាទក្បែរនោះអញ្ចឹងឱកាសដែលវាឡើងនៅវែងឆ្ងាយទៀតអញ្ចឹងបើសិនជាគ្នាយើង sell គួរតែប្រយ័ត្នបាទយើង sell ខ្លីៗតែយើងបិទអត់តន់គឺវាឡើងទៅលើទៀតហ្នឹងហើយកាន់តែអូនទៅហើយបាទបើ sell ដាក់ SL មិនសូវអីទេបាទប៉ុន្តែយើងព្យាយាមឱកាសទិញល្អជាងបាទម្សិលមិញខ្ញុំបានរងចាំទិញដែរបាននៅចន្លោះនេះតែវាមកអត់ដល់ទេបាទយើងមើលទៀន1ម៉ោងណាយើងឃើញកន្លែងនេះវាជាតំបន់មួយដែលវា break អញ្ចឹងយើងនឹងពឹងថាវាចុះមកដល់កន្លែងហ្នឹងវិញបាទតែវាមកតិចតួចហ្នឹងហើយអញ្ចឹងមើល15នាទីមកវាមកយកកន្លែងនេះបាទយកកន្លែងនេះហើយវាឡើងទៅលើទៀតបាទចំនេះហ្នឹងហើយតបមកបែក trend line តូចនេះទៅទៀតបាទគេឃើញវាម្សិលមិញខ្ញុំឃើញដែរមកយើងឃើញទៀន1ម៉ោងវាបិទល្អដែរប៉ុន្តែវានៅតម្លៃខ្ពស់ពេកបាទយើងចាំវា retest មកក្រោមហើយបានតម្លៃល្អតែវាអត់ទេបាទគឺវាឡើងទៅលើទៀតអញ្ចឹងបង្ហាញថាទីផ្សារនេះគឺមានសន្ទុះខ្លាំងសន្ទុះ buyer ខ្លាំងមែនតើអញ្ចឹងបើសិនជាគ្នាយើងចង់ sell បាទគួរតែកុំតន់ sell អីបាទនៅចំណុចហ្នឹងបាទយ៉ាងតិចបំផុតគោលនៅលើនេះដែរបាទ4220នេះអាហ្នឹងកន្លែង new low វាអាចពិសេសមកខ្លះណាតែបើ sell ឡប់មកហ្នឹងអីគឺអាចនឹងគ្រោះថ្នាក់ធំឥឡូវយើងមកមើលឱកាសទិញវិញទៅបាទដោយសារថាទីផ្សារនេះគឺមានសន្ទុះ buyer ខ្លាំងបាទចូលខ្លាំងអញ្ចឹងចំណុចដែលបងប្អូនអាចពិចារណាបាទទី1យើងអាចចាំមើលកន្លែងនេះបាទចាំមើលកន្លែងនេះទៅបាទតម្លៃខ្ទង់4008អីហ្នឹងបាទ4008 4009អីហ្នឹងខ្ញុំមើល0កន្លែងហ្នឹងអីទៅហើយយើងចាំមើល confirm ផងបាទអានេះខ្ញុំដាក់ទៀន1ម៉ោងជាងកន្លែងនេះវាឡើងទៅផឹកមិញណាវាឡើងទៅខ្លាំងមែនតើចាអញ្ចឹងវាបើវា retest មកមានទៀន1ម៉ោង confirm អីបាទយើងឱកាសទិញឡើងទៅបាទហើយហ្នឹងហើយមើលទៅកម្លាំងឡើងខ្លាំងបាទឥឡូវចឹងឱកាសឡើងនៅមានទៀតបាទអញ្ចឹងការតម្លៃរបស់ខ្ញុំនេះបាទយើងគ្រាន់ថាឲ្យបងប្អូនទាំងអស់គ្នាបាទកុំតន់ព្យាយាម sell បាទយើងឱកាសទិញទៅចាំវា retest ទិញ retest ទិញទៅបាទកុំតែក៏កុំទិញនៅតម្លៃលើហ្នឹងអីបាទព្រោះវា stop loss យើងវែងណាបើយើងទិញឥឡូវហ្នឹងបាទ stop loss ហើយកន្លែងដែលអត់ឃើញទេបាទវាឆ្ងាយពេកហ្នឹងហើយវាអាច100លេខជាងអីអញ្ចឹងវាអត់ល្អទេបាទសុខចិត្តចាំវា retest ឲ្យវាឡើងទៅហើយ retest មកវិញចាំយើងឱកាសទិញវិញបាទ
Chẳng ở cả đại vì đi tế chấm mơ lang tới offshore vì hết gì ai chấm mơ là nghĩ nó có màu ngầm rồi chứ mà vì đi tế máu chăm cho họ cả tinh tới và đôi mà sao mình chẳng mà vềพักเวลาครั้งต่อมาเวทีแต่เมาពេលមក London បាទវាទៅតែមកវិញខ្លះដែរអញ្ចឹងថ្ងៃហ្នឹងក៏ដូចគ្នាដែរបាទខ្ញុំគិតថាបន្តឲ្យវាឡើងសិនទៅចាំពេលថ្ងៃឬក៏ពេលល្ងាចអីពេលដែលផ្សារទីតេសឲ្យយើងមានឱកាសទិញចាំយើងទិញហ្នឹងហើយហើយហ្នឹងហើយនិយាយដែរបាទកុំព្យាយាម sale បាទគឺអត់ល្អទេបាទទីផ្សារនេះគឺអាចនឹងឡើងខ្លាំងបាទអញ្ចឹងឱកាសដែលវាឡើងទៅមានច្រើនទៀតបាទ2000 4200 ទៅ 4400 បាទឬក៏លើសនឹងទៀតហ្នឹងហើយព្រោះតើទៅនឹងបញ្ហាសង្គ្រាមនៅអារ៉ង់ឥឡូវដូចជាមិនសូវមានឥទ្ធិពលអីប្រហែលទេទៅលើតម្លៃមាសបាទតែបញ្ហាដែលមួយទៀតហ្នឹងគឺសង្គ្រាមនេះបញ្ហាភាពតានតឹងរវាងចិនហើយនិងតៃវ៉ាន់ក៏ដូចជាហ្វីលីពីនបាទកំពុងតែរៀងអត់សូវស្រួលដាក់គ្នាដែរបាទអញ្ចឹងវាក៏អាចជាកត្តាមួយដែលជំរុញឲ្យតម្លៃមាសហ្នឹងហក់ឡើងទៅវិញដែរបាទអូខេអញ្ចឹងសម្រាប់ថ្ងៃហ្នឹងខ្ញុំមានប៉ុណ្ណឹងសម្រាប់ការចែកម្លែកបាទហ្នឹងហើយអរគុណ